ពុកម៉ែបងប្អូនទាំងអស់គ្នាបុរសម្នាក់នេះហើយដែលក្រុមប្រឆាំងតែងតែជេរប្រមាថថាជាជនក្បត់ជាតិ1 2 3 4 5អីអញ្ចឹងទៅតែពេលដែលជាតិកំពុងតែមានបញ្ហាបុរសដែលក្រុមប្រឆាំងតែងតែចោទថាជាជនក្បត់ជាតិម្នាក់នេះហើយមិនដែលរត់ចោលបងប្អូនទៅណាឡើយជាក់ស្ដែងរាល់ពេលដែលប្រទេសមានបញ្ហានឹងការឈ្លានពានរដ្ឋបុរសម្នាក់នេះហើយតែងតែមានមុខចេញការពារមិនឲ្យបរទេសណាមកឈ្លានពាននិងមើងងាយបានឡើយពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំចង់ជម្រាបជូនទៅកាន់យុវជនយុវនារីខ្មែរចំនួនក្រោយមួយចំនួនឲ្យបានដឹងថារដ្ឋបុរសហ៊ុនសែននេះហើយដែលជាអ្នករំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរប៉ុលពតរំដោះប្រជាពលរដ្ឋចេញពីភាពខ្មៅងងឹតដែលមានតែការសម្លាប់ខ្មែរនិងខ្មែរគ្នាឯងគ្មានសាលារៀនគ្មានមន្ទីរពេទ្យគ្មានថ្នាំព្យាបាលគ្មានទឹកគ្មានភ្លើងគ្រប់គ្រាន់គ្មានផ្លូវស្ពានខ្វាត់ខ្វែងដោយសពថ្ងៃនោះទេបងប្អូនយុវជនយុវនារីមួយចំនួនត្រូវដឹងថាទម្រាំប្រទេសមានការអភិវឌ្ឍនិងសុខសន្តិភាពពេញលេញរហូតមកដល់ពេលនេះតើរដ្ឋបុរសហ៊ុនសែនលះបង់ភាពយុវវ័យរបស់ខ្លួនឯងនិងចំណាយពេលវេលាប៉ុន្មានឆ្នាំបងប្អូនយកទៅគិតមើលទៅជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរនាងខ្ញុំវៃបៃលីសូមយកនៅព័ត៌មានមួយជុំវិញសកម្មភាពរបស់សម្ដេចតេជោហ៊ុនសែនកាលពីព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025នេះដែលសម្ដេចបានអញ្ជើញចុះសួរសុខទុក្ខពិនិត្យស្ថានភាពបងកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីខ្មែរប្រកបដោយភាពអង់អាចក្លាហាននិងបងប្អូនប្រជាពលរដ្ឋជាប់ព្រំដែនពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខសម្ដេចតេជោបានអញ្ជើញជួបជាមួយនឹងមេបញ្ជាការអង្គភាពចំណុះទិសទី2និងទិសទី3ដោយសម្ដេចបានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយនៅភារកិច្ចជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពជាពិសេសគឺជាការធានានៅការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើងដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវជាមួយគ្នានេះសម្ដេចបានចេញបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រៀមលក្ខណៈជានិច្ចនិងកុំខ្លាចសត្រូវឈ្លានពានឲ្យសោះនៅក្នុងថ្ងៃជាមួយគ្នានេះដែរសម្ដេចតេជោហ៊ុនសែនបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្រុកក្រុងខេត្តឧត្តរមានជ័យចំនួន248នាក់សម្ដេចតេជោមានប្រសាសន៍ថាសមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺប្រជាពលរដ្ឋសម្ដេចបានណែនាំឲ្យក្រុមប្រឹក្សាត្រូវធ្វើការជាមួយនឹងប្រជាជនទើបប្រជាជនបន្តបោះឆ្នោតឲ្យទៀតសម្ដេចណែនាំបន្តថាត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជនដូច្នេះសម្ដេចចង់ឲ្យសមាជិកក្រុមប្រឹក្សាមានភាពជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោតគឺប្រជាពលរដ្ឋនិងបម្រើប្រជាពលរដ្ឋឲ្យបានល្អហើយសម្ដេចតេជោក៏បានណែនាំដល់ក្រុមប្រឹក្សាថាសូមជំរុញឲ្យប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាឱកាសមួយលើកទឹកចិត្តឲ្យមានការផលិតនៅក្នុងខេត្តផ្គត់ផ្គង់ក្នុងខេត្តហើយកងទ័ពនគរបាលពលរដ្ឋចូលរួមសហការគ្នាជំរុញឲ្យមានការដាំដុះដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងសម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាប្រទេសយើងកំពុងតែជួបប្រទះវិវាទជាមួយថៃបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកទេអាចមានសង្គ្រាមយូរមិនដូចកន្លងទៅកាលពីឆ្នាំ2011នោះទេសម្ដេចបានណែនាំប្រជាពលរដ្ឋជីកលានដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចបង្កបង្កើនផលទោះសភាពការកើតឡើងនៅទល់ដែនក៏ដោយខណៈពេលនេះរដូវវស្សាបានមកដល់ហើយពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំសូមជម្រាបជូនដែរថាដំណើររបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5អញ្ជើញចុះជួបកងទ័ពកាលពីព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2025នេះគឺជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនជាពិសេសកងទ័ពជួរមុខរបស់កម្ពុជាយើងដើម្បីជាការជំរុញនិងលើកទឹកចិត្តកងទ័ពឲ្យកាន់តែមានសេចក្តីមោះមុតក្លាហានដែលមិនខុសពីអតីតកាលដែលសម្ដេចតេជោធ្លាប់លះបង់សាច់ស្រស់ឈាមស្រស់ក្នុងភ្លើងសង្គ្រាមដើម្បីនាំមកនូវសន្តិភាពជូនជាតិនិងបូរណភាពទឹកដីនោះទេពុកម៉ែបងប្អូនទាំងអស់គ្នាបុរសម្នាក់នេះហើយ
ដែលក្រុមប្រឆាំងតែងតែជេរប្រមាថថាជាជនក្បត់ជាតិ1 2 3 4 5អីអញ្ចឹងទៅតែពេលដែលជាតិកំពុងតែមានបញ្ហាបុរសដែលក្រុមប្រឆាំងតែងតែចោទថាជាជនក្បត់ជាតិម្នាក់នេះហើយមិនដែលរត់ចោលបងប្អូនទៅណាឡើយជាក់ស្ដែងរាល់ពេលដែលប្រទេសមានបញ្ហានឹងការឈ្លានពានរដ្ឋបុរសម្នាក់នេះហើយតែងតែមានមុខចេញការពារមិនឲ្យបរទេសណាមកឈ្លានពាននិងមើងងាយបានឡើយពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំចង់ជម្រាបជូនទៅកាន់យុវជនយុវនារីខ្មែរចំនួនក្រោយមួយចំនួនឲ្យបានដឹងថារដ្ឋបុរសហ៊ុនសែននេះហើយដែលជាអ្នករំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរប៉ុលពតរំដោះប្រជាពលរដ្ឋចេញពីភាពខ្មៅងងឹតដែលមានតែការសម្លាប់ខ្មែរនិងខ្មែរគ្នាឯងគ្មានសាលារៀនគ្មានមន្ទីរពេទ្យគ្មានថ្នាំព្យាបាលគ្មានទឹកគ្មានភ្លើងគ្រប់គ្រាន់គ្មានផ្លូវស្ពានខ្វាត់ខ្វែងដោយសពថ្ងៃនោះទេបងប្អូនយុវជនយុវនារីមួយចំនួនត្រូវដឹងថាទម្រាំប្រទេសមានការអភិវឌ្ឍនិងសុខសន្តិភាពពេញលេញរហូតមកដល់ពេលនេះតើរដ្ឋបុរសហ៊ុនសែនលះបង់ភាពយុវវ័យរបស់ខ្លួនឯងនិងចំណាយពេលវេលាប៉ុន្មានឆ្នាំបងប្អូនយកទៅគិតមើលទៅមិនដូចក្រុមប្រឆាំងទេមួយថ្ងៃគ្មានគិតរិះរេរោគអ្វីទេបងប្អូនគិតតែចាប់ចំណុចខ្សោយរាជរដ្ឋាភិបាលមិនគិតរោគចំណុចខ្សោយសត្រូវក្រៅប្រទេសឈ្លានពានខ្មែរបែរជាមួយថ្ងៃអង្គុយទៅចាប់ចំណុចខ្សោយកំហុសរបស់រដ្ឋាភិបាលរបស់សម្ដេចតេជោរបស់សម្ដេចធិបតីបងប្អូនយកទៅពិចារណាថាតើពេលមានបញ្ហាពិតប្រាកដថាតើអ្នកណាជាអ្នកនៅជាមួយនឹងបងប្អូនចាមានតែរដ្ឋបុរសហ៊ុនសែនក៏ដូចជាបន្តមកសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះបងប្អូនចាជាចុងក្រោយនាងខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចពុកហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំបើទោះក្នុងកលៈទេសៈណាក៏ដោយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបនាងខ្ញុំសូមគោរពជូនពរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សម្ដេចពុកហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបងកងទ័ពនិងកម្លាំងជួរមុខទាំងអស់សូមមានសុខភាពល្អទទួលបានជោគជ័យនិងឈ្នះអស់មារសត្រូវទាំងឡាយការពារបូរណភាពទឹកដីប្រទេសជាតិរបស់យើងក្រោមម្លប់សន្តិភាពនាងខ្ញុំសូមអរគុណ